ផ្ដើមរឿងមកគេក៏បាននិយាយថាកាលពីព្រេងនេះមានបុរសម្នាក់ដែលមានទេពកោសល្យនឹងការដាំដុះខ្លាំងពូកែមែនទែនស្រាប់តែពេលនោះក៏មានមកបុរសម្នាក់ដែលបានលេចចេញមកគឺហើយគាត់ក៏បានណែនាំខ្លួនផងដែរថាគាត់ឈ្មោះប្រុសងថែមទាំងនេះទៀតគាត់ក៏បាននិយាយថងដែរថាគាត់បានហ្វឹកហាត់អស់រយៈពេលរាប់ម៉ឺនឆ្នាំហើយគាត់ក៏បានរកឃើញវិធីក្នុងការហ្វឹកហាត់ឡើងទៅក្នុងកម្រិតអមតៈផងដែរដោយចំណាយពេលរយៈពេលតែ3ខែនោះទេហើយសាច់រឿងក៏បានកាត់ចូលទៅដល់ទីក្រុងជាំពេញដែលជាទីក្រុងមួយដ៏មានសន្តិភាពខ្លាំងមែនទែនស្រាប់តែនៅពេលនោះមានអ្នកបំបែកកម្រិតចូលទៅក្នុងកម្រិតអមតៈបានធ្វើឲ្យមានបាតុភូតមួយគួរឲ្យភ្ញាក់ផ្អើលកាត់ឡើងហើយនៅពេលនោះក៏មានបុរសម្នាក់បាននិយាយថាវ៉ាវវាពិតជាអស្ចារ្យណាស់ថ្ងៃនេះតាអ្នកដែលមានសំណាងមែនទែនដែលបានឡើងទៅដល់កម្រិតអមតៈដែលក៏គឺជាតួឯករបស់យើងដែលនៅក្នុងសាច់រឿងមួយនេះនឹងឯងគាត់ក៏បាននិយាយពីប្រវត្តិរបស់គាត់ផងដែរកាលពី7ឆ្នាំមុនគាត់កំពុងតែអង្គុយលេងហ្គេមសុកគាត់ក៏បានសន្លប់ហើយភ្ញាក់មកវិញបាននៅក្នុងហ្គេមមួយនេះតែម្ដងគាត់ក៏បាននិយាយថាវ៉ាវវាពិតជាអស្ចារ្យណាស់វាដូចជាស្បិនអញ្ចឹងស្រាប់តែនៅពេលនេះមានដៃបរមម្នាក់បានមករឹតកគាត់តែម្ដងមើលទៅរាងរបស់គាត់គឺមានសដុំធំខ្លាំងមែនទែនហើយគាត់ក៏បាននិយាយថារីករាយណាស់ដែលបានជួបអ្នកថាទៅនេះទៀតគាត់ក៏បានណែនាំគាត់ខ្លួនឯងថាគាត់គឺជា system របស់តួឯកប្រុសយើងហើយគាត់ក៏បាននិយាយថែមទៀតថាឯងក៏មើលប្រុសស្អាតដូចជាយើងអីប្រុសស្អាតដូចយើងគឺមិនសមឲ្យប្រុសអាក្រក់មកមើលទេបន្ទាប់ពីគាត់និយាយចាប់រួចតួឯកប្រុសយើងបានក្អួតយកតែម្ដងដោយសារតែស្រេងនិងសម្ដីរបស់គាត់ខ្លាំងពេកប្រព័ន្ធ system គាត់ក៏បាននិយាយថែមទៀតថាបានហើយយើងឈប់និយាយលេងជាមួយឯងហើយម្ដងនេះយើងនិយាយមែនតើនិយាយជាសាច់ការយកតែម្ដងហើយយើងក៏មានសមត្ថភាពអាចធ្វើឯងខ្លាំងក៏នឹងពេលឥឡូវនេះក៏បានឬក៏អាចធ្វើឯងខ្លះជាកម្រិតអមតៈក៏បានឬក៏ខ្លាំងជាងនេះក៏បានដែរចំណែកតួឯកប្រុសរបស់យើងវិញពេលលើបែបពេញគាត់ពិតជាសប្បាយចិត្តខ្លាំងមែនតើហើយគាត់ក៏បានគិតស្រមៃថាគាត់បានខ្លាចជាព្រះកំទេចគ្រួសារនានានឹងមានកញ្ញាស្រីស្អាតមកបម្រើគាត់ផងដែរហើយប្រពន្ធគាត់ក៏បាននិយាយថាដើម្បីឲ្យឯងខ្លាចជាអ្នកខ្លាំងបានយើងត្រូវបន្ទាបកម្រិតរបស់ឯងឲ្យស្មើនឹងមនុស្សធម្មតាសិនហើយគាត់ក៏បាននិយាយថាវ៉ាវទីបំផុតខ្ញុំអាចដាំដុះបានហើយហាអ្នកដាំដុះតែឯងលោកមែនទេនៅពិភពនេះអ្នកដាំដុះគឺត្រូវតែមានឫសគល់ខាងវិញ្ញាណយើងបានប្រាប់ឯងរួចហើយថាយើងនឹងមិនទាបកម្រិតរបស់ឯងទៅនឹងមនុស្សធម្មតាតែឯងដឹងទេមនុស្សធម្មតាគឺគ្មានឫសគល់ខាងវិញ្ញាណនោះទេគ្រាន់តែនិយាយប៉ុណ្ណេះហើយប្រព័ន្ធក៏បានចាក់ចែងទៅពីវទុកឲ្យតួឯកប្រុសរបស់យើងនៅកណ្ដៅតែម្នាក់ឯងហើយតួឯករបស់យើងក៏បាននិយាយថាហេគ្មានឫសគល់ខាងវិញ្ញាណដែលអស់ចិត្តក៏បានទៅកន្លែងវាស់ធម្មពលខាងវិញ្ញាណដើម្បីចង់ដឹងថាគាត់មានឫសគល់ខាងវិញ្ញាណដែរឬទេគ្រាន់តែគាត់ដាក់ដែរលើឧបករណ៍សម្រាប់វាស់ឫសគល់ខាងវិញ្ញាណអ្នកមើលកម្មវិធីនេះពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតួឯកប្រុសរបស់យើងគ្មានឫសគល់ខាងវិញ្ញាណនោះទេគឺពិតជាអន់ខ្លាំងមែនទែនគ្រាន់តែលើបាត់នេះភ្លាមតួឯកប្រុសរបស់យើងគឺពិតជាបាក់ទឹកចិត្តខ្លាំងមែនទែនកម្មដល់ពេលបច្ចុប្បន្នវិញតួឯកប្រុសរបស់យើងក៏បាននិយាយថាអ្វីៗទាំងអស់បានកន្លងផុតអស់រយៈពេលជាច្រើនឆ្នាំបាត់ទៅហើយឥឡូវនេះក្នុងកនទីជាអ្នកលើសភៅនៅតាមផ្លូវធម្មតានោះទេនៅពេលនេះគាត់ក៏បានក្រោកពីដេកឡើងហើយគាត់បាននិយាយទៅកាន់កតុកតារបស់គាត់ថាថ្ងៃនេះយើងប្រហែលជាអត់មានបាយហូបទៀតហើយ Peachy Bang និយាយទៅប៉ុណ្ណេះរួចក៏មានក្មេងស្រីម្នាក់បាននិយាយថាវ៉ាវមើលសៀវភៅនោះពិតជាស្អាតខ្លាំងមែនទែនហើយនាងក៏បានហៅបងស្រីនាងឲ្យមើលផងដែរថាសៀវភៅនៅទីនេះពិតជាស្រស់ស្អាតខ្លាំងមែនទែនចំណែកតួឯកប្រុសរបស់យើងពីខេមភ្ញៀវមកអញ្ចឹងក៏បានរៀបចំខ្លួនស្អាតបន្ទាប់មកក៏បានទៅសួររាក់ទាក់ទៅកាន់អ្នកនាងកំពុងតែថាតើមានអ្វីត្រូវការខ្ញុំជួយដែរឬទេហើយសាច់រឿងគឺបានចាប់តែត្រឹមនេះបាទគឺជាភាគទី1សាច់រឿងមកយើងក៏បានឃើញកញ្ញាដ៏ស្រស់ស្អាតម្នាក់គាត់បាននិយាយថាសៀវភៅនោះវាពិតជាគួរឲ្យចាប់អារម្មណ៍តែអ្នកលោកគឺជាមនុស្សធម្មតាវាមិនស័ក្តិសមជាមួយខ្ញុំទៅនោះទេចំណែកឯតួឯកប្រុសរបស់យើងពេលលើបែបនេះក៏បាននិយាយបញ្ចុះបញ្ចូលនាងតូចនាងស្រស់ស្អាតប្រកែយ៉ាងគួរតែទិញសៀវភៅរបស់ខ្ញុំមួយទៅវាស័ក្តិសមអ្នកខាងនេះចំណែកឯក្មេងស្រីតូចវិញពេលលើបែបនេះនាងក៏បាននិយាយថាល្អណាស់ខ្ញុំទិញវាពី3យកទុកអានស្រាប់តែនៅពេលនេះបងស្រីរបស់នាងក៏បានចាប់អូននាងទៅហើយក៏បាននិយាយថាកុំខ្ជះខ្ជាយលុយទៅលើសៀវភៅអត់ប្រយោជន៍ទាំងអស់នេះឯងពេលនោះបងស្រីរបស់នាងក៏បាននិយាយទៀតថាឡលេអ្នកគឺជាអ្នកតាមដោះសៀវភៅធម្មតាមិនអាចជួយអ្នកឲ្យបង្កើនកម្រិតបានទេចំណែកឯក្មេងស្រីតូចរបស់យើងវិញដោយសារតែនាងចង់បានសៀវភៅខាងពេកនាងក៏បានពង្រីកខ្លួនឲ្យធំមើលទៅសាច់ដុំធំខ្លាំងមែនទែនបងស្រីនាងពីឃើញបែបនេះក៏សម្រេចចិត្តទិញសៀវភៅមួយក្បាលនាងទុកអានទៅហើយបងប្អូនស្រីទាំងពីរក៏បានដើរចេញទៅពេលនោះតួឯកប្រុសរបស់យើងក៏បានស្រែកប្រាប់ថាអេអ្នកទាំងពីរសៀវភៅនោះមានតម្លៃ10កាក់មាសមិនមែន1កាក់មាសទេពេលដែលបងប្អូនស្រីមកដល់កន្លែងសម្រាប់វិញបងប្អូនស្រីរបស់នាងក៏បានសួរទៅកាន់បងស្រីថាបងស្រីតើអ្នកចង់មើលសៀវភៅនោះទេសៀវភៅនេះពិតជាល្អខ្លាំងណាស់ដោយសារតែខ្លាចបងស្រីអន់ចិត្តនាងក៏បានយកសៀវភៅមួយក្បាលនោះមកបើកមើលបន្តិចផងដែរនៅពេលនោះមានពលិយ៉ាងខ្លាំងមិនចេះចាំមុខនាងហើយបានធ្វើឲ្យនាងបំបែកពីដំណាក់កាលទី1រហូតដល់ដំណាក់កាលទី6បានឆាប់រហ័សទាំងនេះទៀតសៀវភៅមួយក្បាលនេះបានកែលម្អនៅជីបចតរបស់ខ្ញុំឲ្យដើរស្រួលជាងមុនផងដែរនៅពេលនោះបងស្រីរបស់នាងក៏បានរត់មកសួរថាតើបងស្រីមិនអីទេមកបងស្រីឡើងក្រហមបែបនេះ
នៅកញ្ញាសាក់សក៏បានគិតថាតើអាចទេអ្នកលោកសភៅមនុស្សគឺជាមនុស្សអមតៈមិនអាចទេយើងត្រូវយករឿងមួយនេះទៅប្រាប់លោកមេបាក់មុនសិនតែរឿងក៏បានកាន់មកដល់កន្លែងមួយទៀតក៏យើងក៏បានឃើញតាសាក់សបានប្រយុទ្ធគ្នាជាមួយនឹងបិសាចចចកមួយហើយក៏បាននិយាយថាយើងនឹងកាត់ក្បាលរបស់ឯងឲ្យបានដើម្បីយកត្បូងវិញ្ញាណរបស់ឯងយកទៅបង្កើនការវឹកហាត់របស់យើងនៅពេលនោះសាតមាននរណាម្នាក់បានលុកដៃមកកាត់ក្បាលចចកដាច់ភ្លាមៗធ្វើឲ្យតាសាក់សភ្ញាក់អើខាងមែនទែននៅពេលនោះក៏បានលើសម្លេងអ្នកណាម្នាក់បានហៅឈ្មោះគាត់ថាលោជឹងសៀនអ្នកបានមកយើងបន្តិចហើយបន្ទាប់មកអ្នកដែលបាននិយាយនោះក៏បានបង្ហាញខ្លួនគឺជាបរិបម្នាក់ដែលបានពាក់អាវពណ៌ស្វាយនេះឯងក៏បានស្រូបយកធម៌ពលរបស់បិសាចចចកចំណែកឯតាសាក់សពេលខែនេះក៏បានស្រែកទៅខ្លាំងៗថាយើងបានចំណាយកម្លាំងអស់រយៈពេលមួយអាទិត្យហើយដើម្បីដេញប្រមាញ់សត្វកញ្ជ្រោងមួយនេះយើងមិនអាចប្រកល់វាឲ្យទៅឯងដល់ងាយស្រួលបានទេនៅពេលនោះបរិបដែលពាក់អាវពណ៌ស្វាយក៏បាននិយាយថាឯងចេះសកម្មភាពមកបែបនេះប្រកាសជាចង់ប្រយុទ្ធជាមួយយើងហើយតែឯងប្រកាសទេថាចង់ប្រយុទ្ធជាមួយយើងនៅពេលនោះតាសាក់សបច្ចុប្បន្នខ្លាំងមែនទែនដោយសារតែកម្រិតបរិបដែលពាក់អាវពណ៌ស្វាយនោះគឺខ្លាំងជាងកូននៅពេលនោះពួកគេរៀបនឹងប៉ះគ្នាទៅហើយសារតែមានសម្លេងក្មេងស្រីម្នាក់ក៏បាននិយាយថាសាច់រឿងក៏បានស្រេះចោលតែប៉ុណ្ណឹងអញ្ចឹងមានន័យថាការប្រយុទ្ធអំបញ្ញមែនគឺជាការនិយាយរឿងរបស់ក្មេងស្រីម្នាក់នេះនៅតែហើយយើងក៏បានឃើញផងដែរថាមានទស្សនិកជនជាច្រើនរងចាំនាងនិយាយរឿងដែលនៅក្នុងចំណោមរបស់ពួកគេក៏មានតួឯកប្រុសយើងម្នាក់ផងដែរដែលគាត់បាននិយាយថារឿងអីចាប់លើមិនមែនខំបងលុយស្ដាប់អស់មកកោហើយរឿងក៏បានកាន់មកដល់និកាយ Blue Mountain វិញយើងក៏បានឃើញសិស្សពីអ្នកកំពុងវឹកហាត់ហើយក៏បាននិយាយគ្នាថាយើងត្រូវខិតខំវឹកហាត់ដើម្បីកុំឲ្យលោកមេប៉ាគាត់អស់សង្ឃឹមសារតែលោកមេប៉ាគាត់បានបិទទ្វារវឹកហាត់ដើម្បីបង្កើនយុទ្ធសាស្ត្ររបស់គាត់ឲ្យកាន់តែខ្លាំងដើម្បីការពារបរិយាបានរឹងមាំយើងកាន់តែមើលលោកមេប៉ារបស់យើងវិញក៏កំពុងតែភ័យដោយសារតែគាត់មិនអាចបំបាយកម្រិតបានហើយនោះកញ្ញាសាក់សឹកដែលជាសកុនសិស្សរបស់គាត់ក៏បានសុំជួយគាត់ហើយគាត់ក៏បាននិយាយថាចូលមកពេលនោះកញ្ញាសាក់សបានឲ្យសភៅដែលគាត់បានទិញពីតួឯកប្រុសរបស់យើងឲ្យទៅឲ្យលោកគ្រូរបស់គាត់បន្ទាប់មកគ្រូនិងសិស្សរបស់គេក៏បានអង្គុយមើលមុខគ្នាមួយផ្លែតដោយសារតែគ្រូរបស់គាត់ឆ្ងល់ហើយគ្រូរបស់គាត់ក៏បាននិយាយថាសភៅធម្មតាហើយនោះអ្នកលោកគ្រូរបស់នាងក៏បានស្ដីឲ្យនាងយកឯងពិតជាល្ងងមែនតើដែលបានចាញ់បោកអ្នកលុយសភៅវាគ្រាន់តែជាសភៅធម្មតាតែប៉ុណ្ណោះវាមិនអាចឲ្យយើងទម្លុះកម្រិតបានទេពេលនោះកញ្ញាសាក់សគ្នាក៏បាននិយាយថាលោកគ្រូសភៅនេះអាចឲ្យលោកគ្រូអាចទម្លុះកម្រិតបានតែលើកូនសិស្សរបស់ខ្លួននិយាយបែបនេះលោកគ្រូក៏បានបើកសភៅមើលផងដែរតែមានពលិយ៉ាងខ្លាំងមិនចេះចាំមកគាត់បានធ្វើឲ្យគាត់បានទម្លុះកម្រិតចូលទៅកាន់កម្រិតថ្មីមួយទៀតផងដែរហើយក៏មានអារម្មណ៍ថារាងកាយរបស់គាត់តាមដូចជាដែរថែមចឹងគ្មានអ្វីអាចបំបែកគាត់បានទេស្រាប់តែពេលនោះបាតុភូតមួយបានកាត់ឡើងដោយសារតែលោកមេប៉ាគាត់បានបំបែកកម្រិតចូលទៅកាន់កម្រិតមួយថ្មីមួយទៀតពេលនោះតួឯកប្រុសរបស់យើងក៏បានឃើញផងដែរគាត់ក៏បាននិយាយថាអីយ៉ាថ្ងៃនេះមានអ្នកបំបែកកម្រិតមួយទៀតហើយកញ្ញាសាក់សនាងបាននិយាយថាលោកគ្រូទេផលលោកគ្រូអាចបំបែកកម្រិតបានជោគជ័យហើយនៅពេលនោះលោកមេប៉ាគាត់បាននិយាយទៅកាន់កញ្ញាសាក់សថានាងបច្ចុប្បន្នជួយយ៉ាងច្រើនទៅដល់កាន់ប៉ារបស់យើងហើយសាច់រឿងនៅភាគទី2របស់យើងក៏បានចាប់ត្រឹមតែប៉ុណ្ណេះសូមរងចាំទស្សនាភាគទី3តាមសាច់រឿងនៃភាគទី3មកយើងក៏បានឃើញថាតួឯកប្រុសរបស់យើងគាត់ក៏បាននិយាយថាទីបំផុតវាក៏ដល់ពេលហើយពេលនោះក៏បានបញ្ចេញធម៌ពលយ៉ាងខ្លាំងប៉ុន្តែខ្ញុំយកច្រឡំឲ្យសោះគាត់មិនមែនស្លោគាត់ថ្នាំឬក៏បំបែកកម្រិតនោះទេគឺថាគាត់គ្រាន់តែធ្វើស៊ុបញ៉ាំតែប៉ុណ្ណោះគឺស៊ុបមួយនេះពិតជាមានរសជាតិឆ្ងាញ់ខ្លាំងមែនតើហើយក៏បាននិយាយថែមទៀតថាមនុស្សស្រីពីរនាក់នោះពិតជាល្ងងខ្លាំងមែនតើបានទិញសិភៅដែលអត់បានការរបស់គាត់កន្លែងនេះខ្ញុំសូមបានរំលឹកកញ្ចក់បន្តិចត្បិតតែតួឯករបស់យើងគ្មានឬក៏ថាវិញ្ញាណតែកម្លាំងរបស់គាត់វិញប្រៀបបានដូចជាព្រះអញ្ចឹងតែក៏មិនអាចមើលឃើញធម៌ពលដែលចេញពីអាវុធវិញ្ញាណឬក៏ធម៌ពលវិញ្ញាណដែលចេញពីអ្នកវឹកហាត់នោះទេចូលមកដល់សាច់រឿងវិញយើងក៏បានឃើញមានបរិប3នាក់បានដេញចាប់ឆ្កែមួយក្បាលដែលបានលួចសាច់របស់ពួកគេហើយកូនឆ្កែមួយនោះក៏បាននិយាយថាយើងគឺជាព្រះអង្គម្ចាស់នៃត្រកូលចចកដែលសត្វតែយើងបានរងរបួសយ៉ាងខ្លាំងធ្វើឲ្យធម៌ពលរបស់យើងធាក់ចុះបើមិនដូច្នេះទេយើងនឹងសម្លាប់ពួកឯងចោលទាំងអស់ហើយពេលដែលគាត់កំពុងតែរត់គាត់ក៏បានឃើញតួឯកប្រុសរបស់យើងហើយគាត់ក៏បាននិយាយថាមនុស្សធម្មតាឲ្យមករាំងផ្លូវយើងផងហើយក៏បានព្រមទាំងលើសម្រាប់របស់តួឯកប្រុសយើងតែតួឯកប្រុសរបស់យើងក៏បានដឹងខ្លួនមុនហើយក៏បានចាក់ក្បាលរបស់កូនឆ្កែជាប់នៅពេលនោះតួឯកប្រុសរបស់យើងក៏បាននិយាយថាអីយ៉ាឆ្កែមួយនេះមកពីទីក្រុងជ្រាំងពេញមែនទេមើលទៅវាពិតជាគួរឲ្យស្រឡាញ់ណាស់រីឯបេសាចចរបស់យើងវិញពេលគេទៅសារថាគួរឲ្យស្រឡាញ់បែបនេះគាត់ពិតជាខ្លាំងមែនទែនពេលនោះក៏បានបញ្ចេញធម៌ពលរន្ទះយ៉ាងខ្លាំងដើម្បីចង់ទៅសម្លាប់តួឯកប្រុសរបស់យើងតែធម៌ពលមួយនោះមិនអាចធ្វើអ្វីទៅកាន់តួឯកប្រុសរបស់យើងបានទេបើជាធ្វើឲ្យឆាំងសើរបស់គាត់បានរពោផ្ទៃនៅពេលនេះកញ្ជ្រោងតែបាននិយាយថាធម្មពលរបស់ខ្ញុំមិនអាចធ្វើអ្វីគាត់បានទេនៅពេលនោះតួឯកប្រុសរបស់យើងគាត់បាននិយាយទៅកាន់បេសាចចថាឯងបានធ្វើឲ្យឆ្នាំងសុទ្ធរបស់យើងខ្ទេចដូច្នេះយើងនឹងយកឯងធ្វើសាច់ឯងជាម្ខាងរីឯបេសាចចវិញនៅសារទៅពេកក៏បានស្លាប់បាស់ជើងតែម្ដងនៅពេលនោះដែរកញ្ញាសាក់សបាននាំផ្លូវលោកគ្រូរបស់អ្នកដើម្បីទៅជួបតួឯកប្រុសរបស់យើងដែលត្រូវជាយីហ្វានេះឯងកាត់មកកន្លែងមួយទៀតវិញយើងក៏បានឃើញស្វែងស្រីម្នាក់ក៏បាននិយាយថាលោកពូតើអ្នកអាចផ្ដល់ឱកាសខ្ញុំម្ដងទៀតបានទេទៅពេលនេះអ្នកក៏បានលើកជង្គង់ហើយក៏បាននិយាយសម្ដីនេះម្ដងទៀតថាលោកពូតើអ្នកអាចឲ្យឱកាសខ្ញុំម្ដងទៀតបានទេខ្ញុំនឹងមិនឲ្យលោកពូសង្ឃឹមម្ដងទៀតទេពេលនោះលោកពូរបស់នាងក៏បាននិយាយដែរថាឬក៏ខាងវិញ្ញាណរបស់នាងគឺខ្សោយខ្លាំងណាស់មិនស័ក្តិសមនឹងការវឹកហាត់នោះទេនៅពេលនោះអ្នកក៏បានលើកសម្
លែនតួឯកប្រាប់របស់យើងគាត់បាននិយាយថាកូនឆ្កែបើឯងចង់ស៊ីឯងប្រុសមួយទៅនៅពេលនោះនាងខឹងខ្លាំងមែនតើបានរត់ទៅរកវាយតួឯកប្រាប់របស់យើងតែគ្រាន់តែធំខណ្ឌរបស់សាច់អាំងរបស់គាត់ភ្លាមហើយក៏ឈប់ឈរគិតបន្តិចបន្ទាប់ពីនាងបានឈរគិតហើយនាងបានយកសាច់អាំងរបស់តួឯកប្រាប់របស់យើងញាត់យកតែម្ដងនៅពេលនោះតួឯកប្រាប់របស់យើងក៏បាននិយាយថាហាក្មេងស្រីពីណាគេមិនដើរឲ្យក្មេងស្រីដ៏ស្រស់ស្អាតបែបនេះមកដើរសុំអាហារគេតាមផ្លូវបែបនេះពិតជាគួរឲ្យកំសត់ណាស់ហើយពេលនេះក្មេងស្រីតូចនាងបាននិយាយថាអេខ្ញុំញ៉ាំហើយខ្ញុំឲ្យលុយតាមក្រោយតាមមិនមែនមកសុំលោកញ៉ាំទេបន្តមកតួឯកប្រុសរបស់យើងក៏បាននិយាយថែមទៀតថាតាមមានរឿងអ្វីខុសចំពោះទីក្រុងនេះទៅបានធ្វើឲ្យក្មេងស្រីតូចម្នាក់នេះដើរតែតតាមផ្លូវបែបនេះអញ្ចឹងហើយក៏បាននិយាយថែមទៀតថាមិនអីទេបើនាងគ្មានតែទៅអាចទៅនៅជាមួយខ្ញុំបានហើយនៅពេលនោះតួឯកប្រុសរបស់យើងក៏បានបោះសោតផ្ទះរបស់គាត់ទៅឲ្យក្មេងស្រីតូចបន្តមកទៀតគាត់បាននិយាយថាឆាប់ទៅផ្ទះមិនទៅគាត់មានការត្រូវធ្វើហើយសេចរឿងនៅភាគទី3ក៏បានចាប់តែប៉ុណ្ណេះ